នាកាលព្រះសាមពុទ្ធជាម្ចាស់បានត្រាស់ហើយស្ដេចមកសំដែងព្រះធម៌ទេសនានៅនីលវែងប្រាសាទកន្លែងព្រះបិតាព្រះបាទសទ្ធោតូតបរិស័ទឃើញបាត់តែនាងរត់ពំពីមិនឃើញនាងមកស្ដាប់ទេសនាទើបព្រះឈ្នះមីប្រាទេស័យឲ្យទៅអញ្ជើញនាងពំពីឲ្យទ្រង់លីមកឆាប់ក្មៃថាត្បិតផសដាជាស្វាមីចក្រីមកគង់នៅប្រាសាទរបស់ព្រះបិតានោះសូមនាងយាងចុងដោយក្មៃក្មៀតប្រញាប់ប្រញាល់ណានាងនាថត្បិតញាតមកជុំចាំតានាងទាស័យទៅដល់ក៏ពោលថ្លែងរៀបរាប់ចាចែងទូលគ្មានខ្វៀងទៅតាមទំនងយ៉ាងតតទៀង
ក្រាបទូលព្រះនាងសពសេចក្តី